ពុទ្រាបើសិនជាពូជដែលមានផ្លែធំបែបនេះតាមពិតទៅយើងនឹងរវល់ជាមួយនឹងវាបន្តិចដោយសារតែវាមានទម្ងន់ធ្ងន់វាធ្វើឲ្យមែកនឹងបាក់នេះវាជាដើមតូចទេបើមិនបើដើមច្រើនអីផ្លែច្រើនអីយើងទៅពេលខ្លះយើងក៏ត្រូវចំណាយពេលដើម្បីកាត់ចោលពីតូចឲ្យហើយអញ្ចឹងណាឧទាហរណ៍ថាដូចជាមែកនេះអញ្ចឹងមែកនេះផ្លែធំនេះផ្លែធំហើយនេះក៏ល្មមនឹងហូបដែរហើយបាទហើយឧទាហរណ៍វាដុះឡើងមកបែបនេះមកអញ្ចឹងហើយមានផ្លែតែមួយពីរអញ្ចឹងវានឹងបាក់ពេលដែលវាធ្ងន់វានឹងបាក់វានឹងបាក់នឹងមែកនេះអញ្ចឹងណាបាទមានច្រើនហើយបាទជាបទពិសោធន៍គឺខ្ញុំមានច្រើនហើយដែលវាបាក់អញ្ចឹងបាទហ្នឹងហើយដូចជាមែកមកដើមនេះអីបាទខ្ញុំធ្លាប់ថតពីមុនម្ដងហើយបាទបាក់ច្រើនហើយបាទហ្នឹងហើយឥឡូវនៅមានបាក់ច្រើនទៀតបាទហ្នឹងហើយដល់ពេលអញ្ចឹងយើងត្រូវការរវល់ជាមួយនឹងវាដូចលេងមីឡូបេឡអញ្ចឹងបងប្អូនបាទត្រូវយកខ្សែមកចងបចិតបតោងវាអញ្ចឹងណាបាទហើយបោះបកគោលបាទហ្នឹងហើយចងវាបងប្អូនបាទចងបើមិនអញ្ចឹងទេបាទយើងគិតថាកន្លែងនេះមែកទូចមួយផ្លែប៉ុណ្ណឹងផ្លែ2 4 6ផ្លែបើសិនយើងគិតទៅបើសិនពេលធំពេញទំហឹងបាទចូលចិត្ត1គីឡូបាទអញ្ចឹងមែកទូចមួយបែបនេះបាទច្បាស់ហើយនឹងបាក់បាទសូម្បីតែមែកទូចមួយនេះក៏ដោយបាទមែកនេះបើសិនជាមែកមួយផ្លែនេះធំបាទបើសិនជាវាដុះនៅចំហៀងបាទនៅចំហៀងវាអាចជាអីទេបាទប៉ុន្តែដល់ពេលដុះពីលើត្រង់ចេះបាទតិចទៀតវានឹងបាទបាក់បាទហ្នឹងហើយបាក់មែកហើយសម្រាប់ដើមនេះដែរបាទមែកផ្លែច្រើនកាលមុនផ្លែមួយសាហើយតែឥឡូវផ្លែលើកទី2បាទអញ្ចឹងវាមានផ្លែធំដែរហើយបើសិនជាវាតម្រង់បែបនេះធ្លាក់ទៅក្រោមចេះបាទអត់សូវមានបញ្ហាទេបាទនេះឃើញទេដុះមកចេះបាទអត់សូវមានបញ្ហាទេបាទវាធ្ងន់ប៉ុន្តែអត់អីទេប៉ុន្តែសម្រាប់ដែលមានបញ្ហាគឺមែកដែលដុះឡើងលើមែកដុះឡើងលើបាទនេះវាអាចចាប់ទុកថាវានៅគៀកតងទេបាទអត់សូវអីទេបាទអត់អីទេបាទហើយបើមែកបែបនេះបាទបើសិនអត់ជួយវានេះបាទច្បាស់ហើយវានឹងបាក់បាទនៅតូចអត់អីទេដល់ពេលធំតិចទៀតនឹងបាក់បាទមែកមួយនេះតិចទៀតនឹងបាក់ដែរនេះមែកនេះបាទនេះមែកនេះទៀតនឹងបាក់បាទបើសិនជាអត់មានអីជួយត្រូវតែបាក់បាទដោយសារតែយើងមានបទពិសោធន៍ច្រើនហើយណានេះមែកនេះបើសិនជាមែកឡើងលើត្រូវទៅបាក់ប៉ុន្តែមែកនេះវាចំហៀងវាធ្លាក់ទៅក្រោមអញ្ចឹងអត់អីទេហើយនេះយើងព្យាយាមយកមកដាក់នៅនេះបាទពេលខ្លះដូចលេងមីឡូបេឡបងប្អូនបាទបើសិនយើងអត់ជួយវាទេវាខាតបង់នៅពេលដែលវាផ្លែធំហើយយើងអត់បានជួយវាបាក់ទៅខាតស្ដាយហ្នឹងហើយបាទតាមពិតទៅផ្លែទាំងអស់ហ្នឹងវាភាគច្រើនហ្នឹងវាអស់ហើយបងប្អូនបាទប៉ុន្តែអានេះដោយសារតែយើងតែងមែកវាយើងកាត់ពីក្រោមមកទ្រាំដល់លើនេះបានវាយើងទុកវាដល់ពេលអញ្ចឹងវារៀងយឺតផ្លែដល់ពេលអញ្ចឹងដល់ខែនេះហើយវាអត់ទាន់ទុំទេបងប្អូនបាទផ្លែប៉ុន្តែក៏ដៃអស់ហើយបាទប៉ុន្តែអត់ទាន់ទុំទេបាទហ្នឹងហើយយើងគិតឃើញថាវាវាលអញ្ចឹងមិនមែនថាវាអត់មានពទ្រាទេណាបងប្អូនបាទវាមានទាំងអស់ប៉ុន្តែដោយសារតែអាណាដែលអស់ផ្លែហ្នឹងខ្ញុំបានកាត់ហើយបាទហើយកន្លែងខ្លះខ្ញុំបានតត្រួយថ្មីបងប្អូនដោយសារតែត្រួយពីដើមពីមុនឲ្យខ្ញុំដាំហ្នឹងគឺខ្ញុំដាំបានឲ្យទៅបានសិនទេបាទហើយវាឆ្ងាញ់យើងអត់ដឹងទេតែឥឡូវយើងដឹងថាណាមិនឆ្ងាញ់យើងកាត់ចោលអានេះយើងកាត់ចោលបាទហើយអាណាដែលអត់នេះឲ្យយើងតត្រួយថ្មីបងប្អូនបាទនេះចាប់ផ្ដើមដុះហើយបាទចាប់ផ្ដើមដុះហើយនេះចាប់ផ្ដើមដុះហើយយើងបដូរពូជថ្មីបងប្អូនបាទហើយអស់នោះយើងកាត់ចោលដើម្បីឲ្យវាដុះកំពង់ថ្មីបងប្អូនបាទកំពង់ថ្មីទៅវាធំលឿនជាងនេះហើយបានខ្ពស់ជាងទៀតបាទហ្នឹងហើយ